នាំគ្នាសាទរធ្វើការប្តឹងនិងបញ្ចុះបញ្ចូលទៅ UN រហូតបានលទ្ធផលអង្គការសហប្រជាជាតិ UN ជំរុញឲ្យមានបទច្បាញ់ដើម្បីការពារប្រជាពលរដ្ឋឯកឧត្តមកែវ រេមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាបានមហាសាដោយអារម្មណ៍រីករាយថានៅទីបំផុតការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានទទួលយកបញ្ហានេះនិងចេញសេចក្តីថ្លែងការណ៍ជាផ្លូវការខណៈពេលដែលសារព័ត៌មានកម្ពុជារាយការណ៍ថា UN កំពុងជំរុញឲ្យមានបទច្បាញ់និងការពារប្រជាពលរដ្ឋជាបន្ទាន់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអំពាវនាវឲ្យប្រជាជនកម្ពុជានិងថៃបញ្ឈប់អំពើជាសត្រូវនឹងគ្នាត្រឡប់ទៅកាន់តុចរចាជាបន្ទាន់ដោយសារតែប្រជាពលរដ្ឋចិនកន្លះលាននាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនដោយសារចំនួនតាមព្រំដែនបានកាត់ឡើងលោក Jeremy Lawrence អ្នកនាំពាក្យសិទ្ធិមនុស្សរបស់ UN បានថ្លែងថាមានការរាយការណ៍មកថានៅតំបន់ជុំវិញភូមិជាច្រើននិងទីតាំងវប្បធម៌កំពុងត្រូវបានវាយប្រហារដោយយន្តហោះចម្បាំងដ្រូននិងកាំភ្លើងធំស្ថិតក្រោមការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរក្រមច្បាប់សង្គ្រាមបង្ហាញយ៉ាងច្បាស់ថាការការពារប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺត្រូវយកចិត្តទុកដាក់យ៉ាងសំខាន់បំផុតភាគីទាំងពីរត្រូវតែបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់មិនដឹងថារាជរដ្ឋាភិបាលថៃបានត្រៀមវិធីដោះស្រាយចំពោះបញ្ហានេះរួចហើយឬនៅ